ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយករបបអាហារទាំង3ពេលដែលជាវិធីមួយជួយឲ្យយើងបានគេងលក់ស្រួលឬក៏អាចឲ្យដំណេកយើងបានល្អជាងមុនអូខេអញ្ចឹងខ្ញុំជឿថាអ្នកនរគ្នាធ្លាប់ដឹងរួចមកហើយតាក់ទងទៅនឹងកន្លឹះខ្លះដែលជួយឲ្យយើងនឹងគេងលក់ស្រួលដូចជាយើងអាចកំណត់ម៉ោងចូលគេងបិទឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទកុំព្យូទ័រមុនចូលគេងហើយយើងនឹងព្យាយាមសម្រាកឲ្យបាន7ទៅ8ម៉ោងឬក៏9ម៉ោងក្នុងមួយយប់នេះគឺជាអ្វីដែលយើងអាចថាដឹងទូទៅប៉ុន្តែទន្ទឹមនេះដែររបបអាហារក៏វាសំខាន់ដែរអ្នកនរគ្នានៅពេលអ្នកគ្នាគេងអត់សូវលក់ឬក៏មានបញ្ហាដំណេកវាក៏អាចមកពីអាហារដែលយើងញ៉ាំផងដែរអញ្ចឹងចំពោះពេលព្រឹកតាមរយៈការសិក្សាស្រាវជ្រាវរបស់គ្រូពេទ្យជំនាញបានណែនាំថាស៊ុតជាអាហារពេលព្រឹកដ៏ល្អបំផុតព្រោះវាជាប្រភពប្រូតេអ៊ីនយើងអាចញ៉ាំស៊ុតអមជាមួយនឹងផ្លែឈើនិងគ្រាប់ល្ពៅការចាប់ផ្ដើមពេលព្រឹកជាមួយអាហារដែលមានតុល្យភាពនឹងជួយឲ្យថាមពលរបស់យើងស្ថិតស្ថេរនិងខួរក្បាលផ្ដោតទៅលើកិច្ចការអ្វីមួយបានល្អក្រៅពីស៊ុតនៅពេលព្រឹកយើងអាចញ៉ាំដូចជាផ្លែបឺរព្រោះវាសម្បូរទៅដោយខ្លាញ់ល្អនិងម៉ាញ៉េស្យូមជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពមួយវិញទៀតយើងក៏អាចធ្វើការញ៉ាំគ្រាប់អាល់ម៉ុនឬគ្រាប់ពៅដែលជាប្រភពម៉ាញ៉េស្យូមល្អសម្រាប់ការបន្ថយភាពតានតឹងនិងជំរុញដល់ការផលិតមេឡាតូនីនហើយទឹកដោះគោជូរក៏ជាអាហារបំប៉នពោះវៀនដែលជួយពង្រឹងទំនាក់ទំនងរវាងពោះវៀននិងខួរក្បាលអញ្ចឹងនេះគឺជាអាហារនៅពេលព្រឹកដែលអ្នកទាំងអស់គ្នាគួរតែទម្លាប់ញ៉ាំចំពោះនៅពេលថ្ងៃត្រង់វិញវេជ្ជបណ្ឌិតក៏គាត់បានណែនាំផងដែរថាយើងត្រូវជ្រើសរើសអាហារដែលមានសមត្ថភាពជួយចិញ្ចឹមខួរក្បាលរបស់យើងនិងកាត់បន្ថយការរលាកដូចជាត្រីដែលមានជាតិខ្លាញ់និងបន្លែស្រស់ៗយើងអាចញ៉ាំត្រីសាម៉ុងឬត្រីសាឌីនសម្បូរទៅដោយអូមេហ្គា3ឬក៏យើងអាចហៅថាអូមេហ្គា3និងវីតាមីន D ដែលវាជួយឲ្យយើងគេងលក់ស្រួលហើយសណ្តែកដីផ្ដល់ជាតិសរសៃវីតាមីន D និងម៉ាញ៉េស្យូមជួយឲ្យដំណេកមានគុណភាពល្អប្រសើរហើយផ្លែប៉េងប៉ោះមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសរសៃឈាមបេះដូងនិងជំរុញរយៈពេលយើងគេងអញ្ចឹងនេះគឺជាអាហារដែលយើងគួរតែញ៉ាំនៅពេលថ្ងៃអញ្ចឹងចំពោះពេលល្ងាចវិញអញ្ចឹងអាហារពេលល្ងាចគឺក៏សំខាន់ផងដែរដើម្បីឲ្យដំណេករបស់អ្នកនរគ្នាគេងលក់បានល្អហើយស្រួលអញ្ចឹងអាហារដែលគួរញ៉ាំនៅពេលល្ងាចគឺយើងគួរញ៉ាំអាហារដែលមានប្រូតេអ៊ីនដូចជាយើងអាចញ៉ាំអាហារទាំងអស់ហ្នឹងជាមួយនឹងប៉េងប៉ោះហើយយើងអាចមានជាស៊ុបក្តៅៗបន្ទាប់មកយើងអាចធ្វើការញ៉ាំផ្លែគីវីឬក៏ផ្លែឈើទុំផ្សេងៗអាហារដែលជួយរាងកាយនិងធ្វើឲ្យយើងគេងលក់ស្រួលយើងអាចញ៉ាំមួយទៀតផងដែរគឺប្រភេទស្លឹកបៃតងចាស់យើងអាចហៅថា Spinach Swiss chard ឬក៏យើងអាចមើលបន្លែណាដែលមានពណ៌បៃតងចាស់អញ្ចឹងអាហ្នឹងក៏វាជាប្រភេទបន្លែដែលជួយឲ្យយើងគេងលក់ស្រួលផងដែរព្រោះបន្លែទាំងអស់ហ្នឹងវាមានម៉ាញ៉េស្យូមនិងជាតិដែកហើយយើងក៏អាចធ្វើការញ៉ាំគ្រាប់ធញ្ញជាតិដែលវាជួយស្រូបយកទីពផានដើម្បីផលិតនៅសេរ៉ូតូនីនយើងក៏អាចធ្វើការញ៉ាំផ្លែស្ទ្រូប៊េរីនិងផ្លែគីវីដែលវាជាសារធាតុមួយប្រឆាំងនឹងអុកស៊ីតកម្មហើយយើងក៏អាចធ្វើការញ៉ាំទឹកដោះគោផងដែរអ្នកនាងនៅពេលល្ងាចដើម្បីជួយឲ្យស្មារតីយើងបានល្អអូខេអរគុណអ្នកនរគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាយកអត្ថបទនេះជាចំណេះដឹងមួយដើម្បីឲ្យសុខភាពយើងបានល្អក៏ដូចជាដំណេកយើងល្អជាងមុនអរគុណ